លោកបានអញ្ជើញចូលរួមក្នុងចូលឆ្នាំវាជាទស្សនវិជ្ជាពិតដែលលោកស្រីកញ្ញាបានតាមដានទស្សនាហើយលោកគឺឈ្មោះខ្លាំងកិសាឡាហើយលោកចូលសម្ដែងជាសិល្បៈប្រហែលឆ្នាំដែរអូវាជាទៅ2-3ឆ្នាំថ្ងៃនេះគឺបានចូលរួមទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរបានចូលរួមទាំងអស់គ្នាអញ្ចឹងថាវាច្រើនអញ្ចឹងកាន់តែសប្បាយបាទមើលទៅបាទសិតតែពូម៉ាក់នេះហើយឬក៏សិស្សបងសិស្សប្អូននេះហ្នឹងហើយគឺថាទាំងចាស់ទាំងក្មេងទាំងសិល្បករទាំងតារាកំ ប្លែងតារាភាពយន្តគឺចូលរួមទាំងអស់ហើយលោកមានពាក្យអ្វីជូនពរដល់លោកស្រីនាងកញ្ញាដែលកំពុងតាមដានទស្សនាផងសូមអញ្ជើញបាទពីពីម៉ាត់ចូលរួមក្នុងការចូលឆ្នាំនេះបាទសម្រាប់ឆ្នាំថ្មីឆ្នាំមីនេះបាទសូមជូនពរឲ្យលោកស្រីកញ្ញាទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅស្រុកក្រៅផងដែរបាទសូមជូនពរមានសេចក្តីសុខសេចក្តីប្រាគ្រប់ប្រការបាទសូមអរគុណឥឡូវនេះគឺខ្ញុំបានមកជួបតារាចម្រៀងមួយដួងទៀតដែលមានទឹកដមសំនៀងក៏ពីរោះសម្រស់ក៏ស្រស់ស្អាតហើយឥឡូវនេះឮហៀងថាជាសាស្ត្រាចារ្យទៀតបាទលោកស្រីនាងកញ្ញាប្រហែលជាដឹងបន្តិចហើយទឹកដមសំនៀងពីរោះអូបាទពីរោះមែនទែនគឺមិនដឹងរកពាក្យអ្វីដែលប្រៀបបាទគឺពីរោះសម្រាប់ខ្ញុំចូលចិត្តស្ដាប់ច្រៀងរាល់ថ្ងៃបាទដូច្នេះសូមអញ្ជើញលោកស្រីនាងកញ្ញាគឺជួបជាមួយនឹងអ្នកចម្រៀងរបស់យើងផ្ទាល់បាទគឺសូមអញ្ជើញបាទជំរាបសួរកញ្ញាសុខសប្បាយទេបាទឆ្នាំថ្មីនេះស្អាតមែនតើអរគុណចាអរគុណច្រើនសូមជ្រាបសួរបន្តិចផងបានទេបាទបើខុសឆ្គងសូមខន្តីអភ័យទោសព្រោះខាងលោកស្រីនាងកញ្ញាឲ្យខ្ញុំសួរថាឆ្នាំថ្មីនេះអាយុប្រហែលហើយចាជាដំបូងនេះខ្ញុំក៏សូមលើកម្រាមដៃ10នេះគោរពចំពោះសម្ដេចទ្រង់អាយដាមជំទាវអ្នកអង្គការនិងអង្គលោកស្រីនាងកញ្ញាទាំងអស់ព្រមទាំងលោកយាយលោកតាអង្គពូមីទាំងអស់ចាជាទីនឹករលឹកចាហើយលោកជំរាបសួរនេះខ្ញុំថាសុខសប្បាយទេចាគឺនេះខ្ញុំសុខសប្បាយជាធម្មតាទេហើយនេះខ្ញុំក៏សូមផ្ញើសេចក្តីនឹករលឹកនេះជូនចំពោះលោកយាយលោកតាអង្គពូមីទាំងអស់គ្នាផងដែរចាហើយឆ្នាំថ្មីនេះមានអាយុប្រហែលហើយបាទបើខុសឆ្គងសូមខន្តីអភ័យទោសព្រោះលោកស្រីគឺអ្នកទូរស័ព្ទឲ្យសួរទេបាទចានៅក្នុងឆ្នាំថ្មីនេះគឺខ្ញុំមានអាយុ22ឆ្នាំចាអូ22ឆ្នាំស្អាតមែនតើហើយឆ្នាំថ្មីនេះមានបទចម្រៀងថ្មីជូនដល់លោកស្រីនាងកញ្ញាសម្រាប់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរយើងបាទចាគឺមានច្រើនណាស់ចាគឺគ្រប់ផលិតកម្មទាំងអស់ចាគឺគាត់បានសម្រាប់បទសម្រាប់អបអរសាទរចំពោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងហើយឥឡូវនេះក៏នាងខ្ញុំកំពុងតែចាប់ផ្ដើមថតជាចម្រៀង concert ចាជូនផលិតកម្មផ្កាយ5ជាមួយនឹង MK ចាគឺជាផលិតកម្មថ្មីហើយនឹងដែលលោកស្រីនាងកញ្ញាមានសំណាងផ្ទាល់ព្រោះថាបានឃើញរូបហើយច្រៀងនៅលើឆាកហើយខ្ញុំបានសង្កេតផ្ទាល់ទៀតគឺខ្ញុំបានមានសំណាងជាលោកស្រីនាងកញ្ញាព្រោះបាននៅឈរចិត្តហើយបានពិភាក្សាគ្នាផ្ទាល់បាទហើយឆ្នាំថ្មីនេះមានកម្រងចេញទៅខាងក្រៅណាដែរឬអត់ទេចាគឺនេះខ្ញុំមិនទាន់មានកម្រងទេចាអត់ទាន់មានកម្រងទេទើបតែបញ្ចប់ការសិក្សាប្រហែលឆ្នាំហើយចាគឺខ្ញុំទើបតែបញ្ចប់ការសិក្សាចាឬបញ្ចប់នឹងបានខ្លាយជាសាស្ត្រាចារ្យបាទសាស្ត្រាចារ្យមែនខ្ញុំគ្រាន់តែធ្វើការទស្សន៍ទាយព្រោះកាលមុនគឺថានៅរៀនហើយអត់ដែលបានជួបហើយអត់ដែលបានធ្វើការសម្ភាសន៍ឥឡូវធ្វើការទស្សន៍ទាយប្រហែលជាជាប់ព្រោះថាច្រៀងក៏ពីរោះសម្រស់ក៏ស្អាតរៀននោះក៏ប្រកែទៀតបាទហើយមានអារម្មណ៍យ៉ាងណាដែរចូលរួមក្នុងថ្ងៃនេះជាមួយនឹងផលិតកម្ម MK របស់យើងចានេះខ្ញុំមានអារម្មណ៍សប្បាយហើយប្លែកសប្បាយនោះគឺថាបានចូលរួមជាមួយនឹងសិល្បករចាជាមួយសិល្បករទាំងអស់ហើយម្យ៉ាងទៀតចំពោះបទចម្រៀងទាំងអស់នេះគឺការថតនេះគឺដើម្បីអបអរសាទរចំពោះពិធីបុណ្យចូលឆ្នាំខ្មែរយើងចាមានប្រមាណបទដែរចូលរួមក្នុងថ្ងៃនេះខ្ញុំមានចំនួន2បទដែលបទទី1ហើយម្យ៉ាងទៀតគឺការថតនេះគឺខុសប្លែកពីការថតមុនយ៉ាងមិនដែរប្លែកយ៉ាងមិនដែរចាគឺប្លែកថាយើងមានភ្លេងផ្ទាល់និងច្រៀងផ្ទាល់ថតតែម្ដងដែលមិនមែនចាក់ធ្វើ playback ទេចាដូច្នេះគឺលោកស្រីនាងកញ្ញាគឺបានជួបផ្ទាល់ទាំងអស់ចាបាទអញ្ចឹងសូមអញ្ជើញលោកស្រីនាងកញ្ញាតាមដានជាមួយនឹងកញ្ញាទុយសូនិចតាមរយៈបទចម្រៀង2បទសូមចាហើយនាងខ្ញុំជាចុងក្រោយនេះក៏សូមគោរពប្រសិទ្ធពរជ័យជូនសម្ដេចអាយដាមលោកជំទាវអ្នកអង្គការលោកយាយលោកតាអង្គពូមីទាំងអស់សូមឲ្យឆ្នាំថ្មីនេះទេវតាឆ្នាំថ្មីជួយបែកបាច់ថែរក្សាអស់លោកស្រីអ្នកនាងកញ្ញាសូមឲ្យជួបតែនឹងសេចក្តីសុខសុភមង្គលនិងពុទ្ធពរទាំង5ប្រការ
ត្រីនាងកញ្ញាបានមកជួបជាមួយនឹងតារាភាពយន្តដែលកំពុងបានជាកំពុងតារាភាពយន្តរបស់យើងគឺដែលមានទឹកដមនៃកាយវិការមិនចេះរីងស្ងួតហើយលោកត្រីនាងកញ្ញាបានស្គាល់ហើយស្មានទឹកដមសំឡេងបាទទឹកដមកាយវិការមិនចេះរីងស្ងួតធ្វើឲ្យលោកត្រីនាងកញ្ញាគឺថាខ្ញុំសារគ្នាឯងទេអត់ទេជាការពិតព្រោះជាតារារៀងច្បងហើយនឹងមានបងប្អូនមួយចំនួនបានខលមកដែរថាគាត់សម្ដែងមានដូចថាល្បិចនៃការសម្ដែងរបស់គាត់មានការផ្លាស់ប្ដូររហូតបាទសូមសរសើរអរគុណច្រើនក្នុងថ្ងៃនេះដែលបានអញ្ជើញបាទលោកទេពតារ៉ូក្នុងដែលផលិតឡើងដោយផលិតកម្ម MK លោកមានអារម្មណ៍យ៉ាងណាដែរចូលរួមជាមួយនឹងលោកស្រីកញ្ញាជាពិសេសជាមួយលោកព្រោះថ្ងៃនេះគឺជាការជួបជុំមួយយ៉ាងធំបំផុតរបស់សិល្បករយើងបាទជាងដោយតាមរយៈផលិតកម្ម MK បាទបានប្រមូលបាទទាំងសិល្បករជើងចាស់ជើងចាស់ជើងថ្មីហ្នឹងបាទមកចូលរួមសម្ដែងនៅក្នុងនេះគឺជាការប្លែកមួយសម្រាប់ទស្សនិកជនបាទព្រោះថាពេលនេះខ្ញុំឮសូរថាយកសម្លេងផ្ទាល់ទៀតបាទហើយខ្ញុំកំពុងភ័យខ្លួនពីព្រោះថាខ្ញុំខ្លាចច្រៀងទៅបងប្អូនរត់អស់បាទអត់ទេលោកស្រីសម្លេងដូចត្របែកសំទោសមានការខុសឆ្គងយ៉ាងណាសូមខន្តីអភ័យទោសបាទបាទសូមអរគុណប៉ុន្តែនេះជាសម្ដានចិត្តនិងទឹកចិត្តផ្ទាល់របស់លោកដែលបានបញ្ជាក់ដូច្នេះសង្ឃឹមថាប្រហែលជាលោកស្រីនាងកញ្ញាគាត់គាត់មិនបានចាប់អូសដំណើរខឹងសប្បាយព្រោះថាធម្មជាតិបង្កើតមកហើយយើងព្រៀងមិនទៅរស់ខ្លួនមិនថាអញ្ចឹងហើយចេះដែរខំអូសបាទខំអូសអត់ទេខំអូសដៃគូអ្នកចម្រៀងគេដែលគេមានទឹកដមសម្លេងបានល្អនោះមកជួយយោងយើងបាទសូមអរគុណហើយនឹងបាទជាចុងក្រោយលោកមុននឹងលោកមុនទៅរន្តរឡើងទៅទៀតហើយលោកមានជូនពរដល់លោកស្រីនាងកញ្ញាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងនេះសូមមានបន្តិចបន្តួចពីលោកកញ្ញាបាទនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះខ្ញុំបាទសូមគ្រប់ជូនពរដល់ទស្សនិកជនទាំងអស់ទាំងនៅក្នុងស្រុកទាំងជាពិសេសនៅខាងក្រៅស្រុកនោះឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការអាយុយឺនយូរនិងរកស៊ីមានបានកំចាត់ឧបមង្គលចាស់ចោលល្អយើងស្រង់យកថ្មីអ្វីដែលថ្មីអ្វីដែលល្អបាទយកមកក្នុងដើម្បីឲ្យរីកចម្រើននៅក្នុងជីវិតរស់នៅនិងជីវភាពរបស់អស់លោកស្រីនាងកញ្ញានិងទស្សនិកជនទាំងអស់សូមអរគុណបាទតែកញ្ញាហើយកញ្ញាមានពាក្យជូនពរដល់លោកស្រីនាងកញ្ញាដែលកំពុងតាមដានទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរយើងនេះសូមអញ្ជើញមានពាក្យបន្តិចបន្តួចបាទសូមអញ្ជើញចាគឺមានខ្លះដែរនៅក្នុងឱកាសបុណ្យប្រពៃណីចាចូលឆ្នាំខ្មែរយើងនេះខ្ញុំក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំមមីសូមតាមជួយថែរក្សាបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ចាំមិនថានៅក្នុងស្រុកឬក៏នៅក្រៅស្រុកគឺសូមឲ្យមានជោគជ័យសុភមង្គលទាំងអស់គ្នាគឺមានសុខភាពល្អនិងរកស៊ីមានបានទាំងអស់គ្នាតែម្ដងចាជំរាបសួរលោកស្រីប្រិយមិត្តទស្សនិកជនបាទឥឡូវនេះលោកស្រីកញ្ញាបានមកជួបទស្សនវិជ្ជាផ្ទាល់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររបស់យើងដែលមានការចូលរួមពីសិល្បករសិល្បករនេះដែលពេញនិយមក្នុងវិជាចក្រកម្ពុជាយើងហើយទាំងតារាកំប្លែងតារាចម្រៀងបាទសិល្បករស្រីក៏បានទាំងអស់គឺទាំងអ្នករបាំគឺបានចូលរួមទាំងអស់ដូចជាលោកស្រីជារបស់ខ្ញុំបាទគឺមានការចូលរួមនឹងឆាកច្រើនណាស់គឺក្នុងថ្ងៃនេះមានជាជាក្នុងបានចូលរួមដើម្បីផ្ដល់ភាពសប្បាយរីករាយដោយក្នុងនោះមានលោកសុមាចបាទហើយនឹងបាទលោកព្រិចលៀងខ្ញុំចាសុនរីម៉ូនីកាអូដែលសុនរីម៉ូនីកាដែលជាបងប្អូនដែលធ្វើលោកស្រីនាងញ៉ាទុកផ្លាយបានជាមួយនឹងលោកបាទតារឿនប្រាប់ដល់ជូនលោកស្រីនាងញ៉ាផងឡាយច័ន្ទតារឿនជាតារាភាពយន្តដែលកំពុងតែលោកស្រីនាងញ៉ាឃើញហើយទីផ្សារនៃការសម្ដែងរបស់គាត់មិនធម្មតាទេមិនថាអញ្ចឹងគឺការសម្ដែងនឹងដងហើយអូបាទទាំងបាទរូបរាងរបស់គាត់ល្អមែនទេបាទនេះគឺលោកស្រីនាងញ៉ាបានឃើញផ្ទាល់ហើយឥឡូវនេះសូមជម្រាបសួរបន្តិចបាទពីអំពីការជើញចូលរួមក្នុងបុណ្យចូលឆ្នាំខ្មែរនេះសូមខាងនេះមុនបាទមានអារម្មណ៍យ៉ាងណាដែរបាទឥឡូវលោកខ្ញុំសូមតិចអរិតិចមានអារម្មណ៍យ៉ាងណាដែរសូមជិះការបាទសบายរីរាយបាទបាត់ទាំងអស់បាទចើអត់មានសុំចាចំណែកនាងខ្ញុំក៏សប្បាយរីករាយដែរ